តោះបងប្អូនណាឥឡូវនេះនៅក្នុងប្រទេសសៀមបងប្អូនណាពួកចោលប្រៃសៀមកំពុងតែជួបវិបត្តិធ្ងន់ធ្ងរហើយដែលប្រជាពលរដ្ឋនៅក្នុងប្រទេសសៀមហ្នឹងគឺវិបត្តិសេដ្ឋកិច្ចណាបងប្អូនណាធ្ងន់ធ្ងរហើយប្រជាពលរដ្ឋនៅក្នុងប្រទេសសៀមណាដោយសារតែបិទច្រកព្រំដែនហើយនឹងប្រជាពលរដ្ឋខ្មែរយើងគឺជាតិនិយមពហិការមិនប្រើរបស់សៀមហ្នឹងគឺឥឡូវគឺបានផ្លែផ្កាហើយដូចខ្ញុំនិយាយពីដើមបងប្អូនមិនមែននិយាយលេងទេណាឥឡូវនេះបងប្អូនឃើញស្រាប់ហើយឥឡូវនេះក៏បែកសារសម្លេងរបស់លោកអនុទិនដែលគេសន្យាថាដើមខែ1មិថុនានេះគេនឹងបើកច្រកព្រំដែននឹងឡើងវិញឲ្យបានដើម្បីសង្គ្រោះសេដ្ឋកិច្ចប្រជាពលរដ្ឋគេនៅក្នុងប្រទេសសៀមនេះបងប្អូនណាហើយក៏គេអានឹងបែកសារសម្លេងដែលគេតំណាក់ទៅជាមួយអ្នកចំនួនអ្នករកស៊ីធំពីខាងក្រោយដែរបងប្អូនណាហើយគេថាគេនឹងធ្វើឲ្យបានក្នុងការបើកច្រកព្រំដែនឲ្យប្រជាពលរដ្ឋគេនឹងដើម្បីមានសេដ្ឋកិច្ចល្អឡើងវិញណាបងប្អូនណាហើយក៏គេប្រាប់ថាកុំឲ្យមានការឈូសឆាយកុំឲ្យប្រជាពលរដ្ឋគេដឹងអីចឹងថាណាបងប្អូនណានេះបងប្អូនជាផ្លែផ្កាដែលបងប្អូនខ្មែរយើងនាំគ្នាពហិការមិនប្រើរបស់សៀមណាបងប្អូនណានេះប៉ុណ្្នឹងផងចោះតម្រាំតែយើងទប់ស្កាត់ដោយមន្ត្រីធំនៅតាមច្រកព្រំដែនហ្នឹងបិទកុំឲ្យនាំចូលទាំងស្រុងសួរថាប្រទេសសៀមហ្នឹងប្រជាជននឹងទៅជាយ៉ាងណាបងប្អូនប្រទេសសៀមគឺប្រជាជនវាគឺសំខាន់ណាសំខាន់មែនទែនគឺនៅលើប្រជាជនវាអាចបះបោលប្រជាជនវាអាចអង្គអង្គើទៅដល់កៅអីដល់ពីលើចុះមកក្រោមបានណាបងប្អូនណាព្រោះប្រទេសគេនោះគឺប្រជាជនគេបើសិនជាគឺប្រជាជនគេពិបាកអីនេះគឺគេនៅអត់ស្ងៀមទេបងប្អូនណាប្រជាជនគេបះបោលអត់បានទេហើយដោយពីម្សិលមិញលោកអានទីនបងប្អូនឃើញទេគេកំពុងតែជិះលំអរូបកាទេសមួយដើម្បីឲ្យមានអ្នកសារព័ត៌មានអីថតមើលអញ្ចឹងណាហ្នឹងហើយដើម្បីអានេះគេសបញ្ជាក់ថាគេនឹងសង្គ្រោះសេដ្ឋកិច្ចនៅក្នុងប្រទេសសៀមនឹងឡើងវិញណាបងប្អូនណាបើសិនជាយើងមិនឃើញរូបភាពនេះយើងមិនសូវជឿប្រហែលទេប៉ុន្តែបើយើងឃើញរូបភាពប៉ុណ្ណេះហើយយើងគួរតែជឿណាបងប្អូនព្រោះអីពេលខ្លះព័ត៌មាននៅក្នុងប្រទេសចោលប្រៃសៀមគឺវាមិនបាយចេញខាងក្រៅទេគឺវាលាក់បាំងមិនឲ្យយើងដឹងទេណាបងប្អូនណានេះហើយជាផ្លែផ្ការបស់បងប្អូននៅក្នុងពហិការសង្គ្រាមចិត្តសាស្ត្រដែលយើងទប់ពីខាងក្រោយតែប៉ុន្តែបងប្អូនរឿងសង្គ្រាមនេះខ្ញុំបងប្អូនណាអ្នកណាជាមួយទឹកបានយូរអ្នកហ្នឹងជាអ្នកឈ្នះរបស់បងប្អូនណាមានន័យថាប្រទេសសៀមវានឹងដាក់សម្ពាធមកលើប្រទេសខ្មែរយើងដើម្បីឲ្យធ្វើយ៉ាងម៉េចឲ្យស្អប់រាជរដ្ឋាភិបាលឲ្យវាអង្គអង្គើឲ្យបះបោលណាបងប្អូនណាដើម្បីឲ្យធ្វើឲ្យសេដ្ឋកិច្ចប្រទេសខ្មែរហ្នឹងចាប់វឹកវរអីងើបមិនរួចទេណាប៉ុន្តែវាភ្លេចគិតថាប្រទេសវានៅជាប្រទេសធ្លាប់មានស៊ីគ្រប់គ្រាន់ប្រជាពលរដ្ឋធ្លាប់ស៊ីគ្រប់គ្រាន់តែដល់ពេលងាកមកអត់អីស៊ីវាពិបាកសម្រាប់ប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់អត់ក្រស្រាប់ហើយចឹងទោះជាអត់ក៏ធម្មតាដែរមានតែអំបិលហុកឯងគេស៊ីបានហើយគឺអត់អីទេណាបងប្អូនណាតែប្រទេសចោលព្រៃគឺអត់បានទេគឺវាត្រូវតែជួយប្រជាជនវាបើសិនជាមិនចឹងទេប្រជាជនវានឹងងើបបោះបោលហើយព្រោះអីស៊ីអត់ឆ្អែតបងប្អូនណាតំណែងការផលិតនាំចេញចូលគឺអត់បានផ្លែឈើដំណាំតាមដុះគឺចាក់ចោលទាំងអស់ណាបងសិតតែជាវិបត្តិសេដ្ឋកិច្ចដ៏ធំហ្នឹងណាមិនមែនតែប្រទេសខ្មែរយើងទេដូចជាប្រទេសឥណ្ឌូនេស៊ីប្រហែលប្រទេសទៀតណាបងប្អូនណាដែលនៅជាប់ប្រទេសយើងគេពហិការមិនអោយដឹកតំណែងសៀមនឹងចូលទៅក្នុងប្រទេសគេទេណាពួកវាភ្លេចនឹកឃើញថាប្រទេសខ្មែរនេះហើយគឺជាប្រទេសអ្នកមានកូនសម្រាប់វាបើសិនជាមិនបានខ្មែរយើងតែធ្វើពលករនៅប្រទេសវានាំតំណែងចេញចូលប្រើប្រាស់របស់វានឹងមកដល់សប្តាហ៍ហ្នឹងស្មានតែវានឹងមានសេដ្ឋកិច្ចប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនគួរតែចេះឈឺចាប់ណាដែលយើងមិនពហិការបងប្អូនឃើញពីមុនណាគេសន្សំដល់ពេលបានសេដ្ឋកិច្ចធំគេទៅទិញគ្រាប់ទិញយន្តហោះដើម្បីទិញមកឆ្លៀនវានៅប្រទេសខ្មែរយើងណាបងប្អូនឈឺចាប់ដើម្បីយើងឃើញអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នានាំនេះបន្តក្នុងការពហិការទៀតណានេះល្អណាស់បងប្អូនសង្គ្រាមនេះចិត្តសាស្ត្រពីខាងក្រោយដែលយើងជួយទប់នៅខាងក្រោយនេះហើយដែលជាផ្លែផ្ការបស់បងប្អូនយើងទាំងអស់គ្នាបានធ្វើមករដងណាបងប្អូនគឺចេញជាលទ្ធផលទៅហើយឥឡូវនេះប្រទេសសៀមហ្នឹងក៏បានដោះលែងលោកថាក់ស៊ីនមកទៀតខ្ញុំគិតថាប្រហែលជាសម្លេងរបស់លោកអនុទិនហ្នឹងគឺចុះហើយមានន័យថាចុះខ្សោយហើយប្រជាពលរដ្ឋក្នុងប្រទេសសៀមចាប់ផ្ដើមស្អប់លោកអនុទិនហើយដោយសារអីសន្យាថាជាប់ឆ្នោតមកនឹងជួយប្រទេសសៀមឲ្យបានឥឡូវជាប់ឆ្នោតមកស្អីក៏អត់ធ្វើដែរប្រជាជនក្នុងប្រទេសសៀមជេរក៏គ្នាបងប្អូនណាស្អីក៏វាអត់ធ្វើដែរអនុទិនហ្នឹងគឺវាអត់មានបានអីទេកុហកប្រជាពលរដ្ឋវាឥឡូវប្រជាពលរដ្ឋវាដឹងអស់ហើយអញ្ចឹងគេត្រូវដោះលែងលោកថាក់ស៊ីនមកសិនណាដើម្បីឲ្យលោកថាក់ស៊ីននឹងអាចជាសង្គ្រោះឬមួយដើម្បីមានវិជាប្រតិភាពដើម្បីទាញប្រជាពលរដ្ឋក្នុងប្រទេសសៀមនឹងកុំឲ្យឈូឆោឲ្យបះបោលណាបងប្អូននេះជាចំណិតការគិតរបស់ខ្ញុំទេឬមួយក៏ចង់ទៅលេងលោកថាក់ស៊ីនមកដើម្បីចរចាជាមួយនឹងខ្មែរខ្ញុំគិតថាមិនទេខ្មែរយើងគូតែឆ្អែតដែរខ្ញុំគិតថារីរដ្ឋាភិបាលយើងខ្ញុំគិតថាគាត់តែប៉ុណ្ណេះគាត់ដឹងច្រើនដែរបងប្អូនមិនអត់ទេតែប៉ុតរឿងនេះបងប្អូនណាបើសិនតែយើងវិភាគឲ្យជ្រៅយើងកាន់តែល្អមើលទៀតបងប្អូនប៉ុន្តែអានេះខ្ញុំនិយាយតែទ្រុសតិចទេគាត់ខ្ញុំមិនចង់និយាយច្រើនទេបងប្អូនណាតើបងប្អូន
ជាអ្នកគិតចុះបងប្អូនណារឿងព្រំដែនរឿងអីខ្ញុំបងប្អូនខ្ញុំគិតថាវាសិតតែមាននៅក្នុងច្បាប់អន្តរជាតិណាយើងមិនចេះតែអាចមកតន្ទ្រានយកបានទេណាបងប្អូនតែខ្ញុំនៅតែមិនខ្លាចថាប្រទេសសៀមហ្នឹងគឺវាមិនមែនជាប្រទេសមហាអំណាចទេអត់មានត្រូវខ្លាចវាណាបងប្អូនមិនទេវាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចមួយទេបងប្អូនវាមិនមានដល់នុយក្លេអ៊ែរវាមិនមានអីអាចមកបំផ្លាញយើងអត់ទេណាបងប្អូនណាគ្រាន់តែជាការគិតរបស់ខ្ញុំទេខ្ញុំគិតមកគឺឃើញអញ្ចឹងជាចុងក្រោយខ្ញុំសរុបអ្វីសូមបងប្អូនទាំងអស់គ្នាហ្នឹងហើយបន្តពីឯការបន្តទៀតឥឡូវចេញជាផ្លែចេញជាផ្កាមកហើយណាបងប្អូនណាហើយមិនតៃទៅតាមព្រំដែនគួរតែបិទឲ្យជាប់ដើម្បីជួយប្រទេសជាតិយើងដើម្បីជួយបងប្អូនម្នាក់កងទ័ពណាដើម្បីជួយរាជរដ្ឋាភិបាលដែលគាត់កំពុងតែប្រឹងប្រែងតំណាក់តំណងការទូតទៅលើដើម្បីទប់ស្កាត់ជាមួយនឹងពួកចៅសៀមយើងក្នុងនាមយើងអ្នកនៅក្នុងប្រទេសដូចនេះយើងគួរតែជួយទាំងអស់គ្នារួមគ្នាបងប្អូនកុំគិតពីផលប្រយោជន៍កប៉ាល់ខ្លួនឯងខ្លាំងពេកយើងគិតខ្លាំងពេកធ្វើឲ្យប្រទេសជាតិយើងគឺកាន់តែអាប់អន់ទៅមុខទៀតណាបងប្អូនណាចឹងមានតែប៉ុណ្ណេះទេបងប្អូនណាចឹងអរគុណច្រើនបងប្អូនហ្នឹងហើយ